បាទសូមជំរាបជូនប្រយុទ្ធថាការងារដាំដុះដំណាំស្រូវនៅក្នុងខេត្តកំពង់ឆ្នាំងយើងនេះនិយាយជារួមផ្ទៃដីទាំងប្រាំងទាំងភាសាយើងឃើញថានៅក្នុងខេត្តកំពង់ឆ្នាំងយើងនេះជិត20,000 ហិកតាក្នុងនោះយើងឃើញថាផ្ទៃដីស្រូវប្រាំងមានផែនការ 37,000 ហិកតាហើយយើងអនុវត្តបាន 59,000 ជិត 60,000 ហិកតាលើសផែនការ159% អញ្ចឹងជិត 160% បាទសម្រាប់ស្រូវប្រាំងហើយស្រូវប្រាំងឆ្នាំនេះយើងពិនិត្យឃើញថាដោយសារស្ថានភាពទឹកមានការគ្រប់គ្រាន់នៅក្នុងរដូវប្រាំងដែល2025នេះយើងឃើញថាពុំមានការខូចខាតដំណាំស្រូវប្រាំងទេបាទហើយជាទិន្នផលយើងឃើញថាទិន្នផលស្រូវប្រាំងឆ្នាំនេះឃើញថាល្អប្រសើរជិត5 តោនដែរបាទ5 តោនក្នុង1 ហិកតាបាទហើយពាក់ព័ន្ធនឹងតម្លៃស្រូវប្រាំងឆ្នាំនេះវាមានការធ្លាក់ថ្លៃបន្តិចបាទប៉ុន្តែសម្រាប់តែស្រូវអូអមឯងអូអមនិងអ៊ីអាតម្លៃពាក់ព័ន្ធនឹងស្រូវសែនកអូប01វានៅតែតម្លៃល្អប្រសើរបាទគឺតម្លៃជាង 1,200 ទៅ 1,250 បាទដោយឡែកពាក់ព័ន្ធនឹងស្រូវភាសាយើងមានឥឡូវនេះមកដល់ដើមរដូវភាសាយើងពិនិត្យឃើញថាស្រូវភាសាយើងឃើញថាផែនការ 13,000 ហិកតាហើយឥឡូវនេះយើងអនុវត្តបានជិត 800 ហិកតាបើយើងគិតជាភាគរយទៅស្មើជិត 1% តែប៉ុណ្្នឹងឯងបាទហេតុផលឆ្នាំនេះលឿនជាងឆ្នាំមុនដោយសារស្ថានភាពទឹកភ្លៀងល្អប្រសើរបាទឆ្នាំ2025សម្រាប់ស្រូវភាសាល្អប្រសើរភ្លៀងរហូតបាទហើយទី2ធំពាក់ព័ន្ធនឹងការងារជលផលការងារជលផលនេះក៏ខ្ញុំសូមថ្លែងអរគុណដល់ឯកឧត្តមអភិបាលខេត្តឯកឧត្តមវិជាការតបជើងគោកឯកឧត្តមភូមិភាគ5ឯកឧត្តមសឹករងខេត្តកំពង់ឆ្នាំងយើងនេះបានចូលរួមបង្ក្រាបបទល្មើសនេសាទយើងយ៉ាងសកម្មនៅក្នុងខេត្តកំពង់ឆ្នាំងនេះហើយបានសហការល្អជាមួយនឹងមន្ត្រីជំនាញជលផលនិងអាជ្ញាធរពាក់ព័ន្ធនៅក្នុងដែនសមត្ថកិច្ចរបស់ខេត្តកំពង់ឆ្នាំងយើងនេះជារួមយើងបានឃើញថាខេត្តកំពង់ឆ្នាំងក្រោយពីមានការអន្តរាគមន៍កងកម្លាំងកងទ័ពយើងនេះយើងមានឃើញថាបទល្មើសនេសាទមានការថយចុះយ៉ាងខ្លាំងបាទពាក់ព័ន្ធនឹងបទល្មើសនេសាទដែលឡែកពាក់ព័ន្ធបទល្មើសណាដែលវាផ្ទុយនឹងច្បាប់ដូចជាបទល្មើសស្បៃមុងបទល្មើសដាក់សម្រាប់នេះគឺយើងមិនអនុញ្ញាតឲ្យបន្តទៅមុខទៀតទេបាទគឺយើងឃើញយើងត្រូវតែបង្ក្រាបដាច់ខាតមិនអនុញ្ញាតឲ្យប្រជានេសាទយើងប្រព្រឹត្តអំពើខុសច្បាប់ស្ដីអំពីជលផលទេបាទហើយពាក់ព័ន្ធនឹងដីតំបន់3ខ្ញុំនិយាយជារួមនៅក្នុងខេត្តកំពង់ឆ្នាំងយើងនេះយើងមាន7,000 ហិកតាជាងប៉ុន្តែយើងបានចុះបញ្ជីដីរដ្ឋជូនទៅក្រសួងធនធានទឹករួចរាល់ហើយបាទអញ្ចឹងយើងមានដី 7,000 ហិកតានេះយើងមានដីនៅកំពង់លែងយើង 60,000 ហិកតាដីនៅពីមឆ្កោកស្រុកជលគិរីយើងនេះមាន 4,000 ហិកតាជាងហើយនៅបរិបូរយើងនេះមានជិត 8,000 ហិកតាដែរអញ្ចឹងដីដែលខ្ញុំបានជំរាបជូនជាង 7,000 ហិកតានេះគឺ3ស្រុកនេះយើងបានចុះបញ្ជីដីរដ្ឋរួចរាល់ជាស្ថាពរហើយជាវិធានការគឺទៅថ្ងៃអនាគតឬក៏ទៅថ្ងៃមុខយើងមិនអនុញ្ញាតឲ្យគាត់ចូលទន្ទ្រានលើដីដែលបានចុះបញ្ជីដីរដ្ឋឬរាល់នេះទេបាទ
ហើយក្នុងនាមខ្ញុំជាប្រធានមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងនេះពាក់ព័ន្ធនឹងបទល្មើសទាំងនេសាទក៏សូមឲ្យអនុវត្តទៅតាមច្បាប់ស្តីពីជលផលទី2ការកាប់រៀនដីព្រៃលិចទឹកនេះគឺសូមបញ្ឈប់បើនៅតែមិនបញ្ឈប់ទេគឺចាត់វិធានការក្តៅនិងបញ្ជូនទៅតុលាការបាទសូមអរគុណបាទ